ស្កាត់រកពេលបន្លប់ជាយូរឆ្នាំហើយបងខំស្កាត់រកពេលបន្លប់ជាយូរឆ្នាំហើយលុះឥឡូវបានជួបពេលថាត្រើយប្រលឹងបងឲ្យសូមអូននាងប្រណីអើយសារវ៉ាន់អើយសារវ៉ាន់បងខំថ្នមចិត្តស្រវមិនទាំងយប់ទាំងថ្ងៃបងខំថ្នមចិត្តស្រវមិនទាំងយប់ទាំងថ្ងៃជំរាបសួរខ្ញុំឈ្មោះពៅបូឡាមកអត្ថាធិប្បាយអំពីលក្ខណៈទូទៅរបស់ប្រាសាទបន្ទាយស្រីដែលមានដូចជាទីតាំងភូមិសាស្ត្រប្រវត្តិនៃការដាក់ឈ្មោះប្រាសាទនិងប្រវត្តិនៃការកសាងប្រាសាទប្រាសាទបន្ទាយស្រីគឺជាប្រាសាទមួយស្ថិតនៅក្នុងចំណោមប្រាសាទនានានៅក្នុងប្រទេសកម្ពុជាដែលមានទីតាំងភូមិសាស្ត្រស្ថិតនៅក្នុងភូមិបន្ទាយស្រីឃុំបន្ទាយស្រីស្រុកបន្ទាយស្រីខេត្តសៀមរាបនិងមានចម្ងាយប្រមាណ39គីឡូម៉ែត្រពីទីក្រុងសៀមរាបនិង32គីឡូម៉ែត្រពីអង្គរតូចតាមផ្លូវឆ្ពោះទៅភ្នំគូលែនឈ្មោះប្រាសាទបន្ទាយស្រីបានផ្សំឡើងពីពាក្យបន្ទាយបូកនឹងស្រីពាក្យបន្ទាយនេះជាពាក្យដែលអ្នកស្រុកហៅសំដៅទៅលើទីតាំងប្រាសាទក្រុងចាស់ឬភូមិដែលមានទំនប់របងជញ្ជាំងនិងកំពែងព័ទ្ធជុំវិញចំពោះពាក្យស្រីនៅក្នុងន័យនេះគឺមិនសំដៅទៅលើអត្ថន័យស្ត្រីដែលជាមនុស្សស្រីទេផ្ទុយទៅវិញពាក្យស្រីបានមកពីពាក្យថាស្រីជាពាក្យសំស្ក្រឹតដែលមានន័យថាសិរីមង្គលដែលចាស់ជាដើមជាឧទាហរណ៍ពាក្យស្រីនេះគឺត្រូវបានប្រើប្រាស់នៅលើឋានន្តរនាមរបស់ព្រះមហាក្សត្រខ្មែរដូចជាធូលីជេងវរៈកម្រតេងអញស្រីជ័យវរមទេវៈមួយវិញទៀតបើយោងតាមសិលាចារឹកការ842ឈ្មោះបន្ទាយស្រីគឺមានឈ្មោះដើមថាស្រីទ្រិភុវនៈមហេសោឬមហេស្វរៈប្រាសាទបន្ទាយស្រីត្រូវបានកសាងនៅឆ្នាំ967នៃគ្រិស្តសករាជក្នុងរជ្ជកាលព្រះបាទរាជាន្ទ្រវរ្ម័នទី2ប្រាសាទនេះមិនមែនសាងសង់ដោយព្រះមហាក្សត្រដោយផ្ទាល់ទេប៉ុន្តែត្រូវបានកសាងដោយព្រាហ្មណ៍ម្នាក់ដែលមានឈ្មោះថាជញ្ញវរាហៈដែលជាគ្រូបង្រៀននិងជាទីប្រឹក្សារបស់ព្រះមហាក្សត្រផ្ទាល់ជំរាបសួរនាងខ្ញុំឈ្មោះផេងម៉ារីថ្ងៃនេះផងដែរនាងខ្ញុំមកធ្វើការអធិប្បាយអំពីស្ថាបត្យកម្មនិងការសាងសង់ប្រាសាទបន្ទាយស្រីដែលចំណុចនេះផងដែរនាងខ្ញុំលើកយក3ចំណុចសម្រាប់មកធ្វើការអធិប្បាយដូចជាសម្ភារៈសម្រាប់សាងសង់ប្រាសាទប្លង់ប្រាសាទនិងលក្ខណៈរបស់ប្រាសាទចំពោះសម្ភារៈសម្រាប់សាងសង់ប្រាសាទបន្ទាយស្រីយើងសង្កេតឃើញថាភាគច្រើនត្រូវបានគេប្រើប្រាស់នៅសំណង់ស្ថាបត្យកម្មបុរាណជាច្រើនរួមមានគ្រឿងឈើថ្មភក់ថ្មបាយក្រៀមនិងឥដ្ឋជាដើមចំពោះស្ថាបត្យកម្មឈើនេះផងដែរភាគច្រើនត្រូវបានគេយកទៅប្រើប្រាស់សម្រាប់ធ្វើជាគ្រឿងបង្គុំនៃដំបូលអគាររណបបន្ទប់វែងហោជាងរីឯថ្មបាយក្រៀមវិញភាគច្រើនត្រូវបានគេយកទៅប្រើប្រាស់សម្រាប់ធ្វើជាកំពែងព័ទ្ធជុំវិញជញ្ជាំងអគារនិងសម្រាប់ធ្វើជាស្នូលនៃប្រាសាទផងដែរដោយឡែកបើយើងក្រឡេកមកមើលចំពោះថ្មភក់វិញគឺត្រូវបានគេយកមកប្រើប្រាស់សម្រាប់ធ្វើជាហោជាងផ្តែរបង្អួចស៊ុមទ្វារនិងសសរដោយសារតែថ្មភក់ប្រភេទនេះវាមានលក្ខណៈល្អនិងអំណោយផលទៅដល់ការដាប់ឆ្លាក់ទើបធ្វើឲ្យចម្លាក់ទាំងនោះមើលទៅកាន់តែមានភាពស្រស់ស្អាតនិងរស់រវើកថែមទៀតផងហើយអ្វីដែលកាន់តែពិសេសទៀតនោះគឺថ្មភក់ដែលគេយកមកប្រើប្រាស់នៅទីនេះគឺវាមានលក្ខណៈពណ៌ផ្កាឈូកដែលធ្វើឲ្យសំណង់ស្ថាបត្យកម្មប្រាសាទបន្ទាយស្រីកាន់តែមានភាពលេចធ្លោខុសពីប្រាសាទដទៃទៀតម្យ៉ាងវិញទៀតនៅប្រាសាទនេះក៏មានការប្រើប្រាស់នៅឥដ្ឋផងដែរដែលសំណង់ឥដ្ឋនេះភាគច្រើនត្រូវបានគេយកទៅប្រើប្រាស់សម្រាប់ប្រក់ដំបូលជាក់ស្ដែងដូចជាដំបូលបណ្ដប់និងបណ្ណាល័យប្លង់ប្រាសាទបន្ទាយស្រីប្រាសាទបន្ទាយស្រីត្រូវបានសាងសង់ឡើងនៅលើផ្ទៃដីដ៏រាបស្មើផ្គូផ្ជាមួយនឹងសំណង់ស្ថាបត្យកម្មយ៉ាងល្អឯកនិងទំហំសំណង់ប្រាសាទដ៏តូចច្រឡឹង
ចំពោះការសាងសង់ប្រាសាទយើងសង្កេតឃើញថាប្រាសាទបន្ទាយស្រីត្រូវបានសាងសង់ឡើងដោយបែរមុខទៅទិសខាងកើតចំពោះប្លង់ប្រាសាទយើងសង្កេតឃើញមានគោបុរៈចំនួន4នៅទិសខាងកើតនិង3ទៀតនៅទិសខាងលិចនៅពេលដែលយើងដើរចូលផុតពីទិសខាងកើតឆ្លងផុតនៃគោបុរៈទី4យើងនឹងសង្កេតឃើញរានហាលមួយដែលមានប្រវែង67ម៉ែត្រដែលតភ្ជាប់ទៅនឹងគោបុរៈទី3នៅអមសងខាងនៃរានហាលនេះយើងឃើញមានលម្អទៅដោយបន្ទប់វែងនិងជួរថ្មគោលផងដែរប៉ុន្តែបច្ចុប្បន្នបន្ទប់វែងទាំងនេះគឺនៅសល់ត្រឹមតែជើងសសរតែប៉ុណ្ណោះរីឯជួរថ្មគោលលម្អគឺយើងឃើញនៅមានដដែលហើយនៅពេលដែលយើងធ្វើដំណើរហួសជួរថ្មគោលនេះបន្តិចយើងនឹងសង្កេតឃើញមានច្រកផ្លូវចេញនៅអមសងខាងនៃរានហាលដែលច្រកចេញនេះផងដែរគឺសម្រាប់ធ្វើដំណើរទៅកាន់អគារអមចំពោះអគារអមនេះវិញគឺមានចំនួន4ដោយស្ថិតនៅខាងឆ្វេងដៃចំនួន3និងខាងស្ដាំដៃចំនួន1លើសពីនេះទៅទៀតនៅពេលដែលយើងដើរជិតទៅដល់គោបុរៈទី3យើងក៏សង្កេតឃើញមានអគារអមចំនួន2បន្ថែមទៀតផងដែរប៉ុន្តែបច្ចុប្បន្នអគារអមទាំងនេះគឺវាស្ថិតនៅក្នុងទម្រង់មួយដែលខូចខាតនិងទ្រុឌទ្រោមជាខ្លាំងចំពោះគោបុរៈទី3នេះផងដែរគឺវាមានលក្ខណៈខុសប្លែកពីគោបុរៈដទៃទៀតដោយសារតែនៅលើស៊ុមទ្វារទាំងពីរនៃគោបុរៈនេះគឺមានចារសិលាចារឹកហើយថែមទាំងមានកំពែងព័ទ្ធជុំវិញថែមទៀតផងលើសពីនេះក្រោយពេលដែលយើងដើរឆ្លងផុតនៃគោបុរៈទី3នេះទៅយើងនឹងសង្កេតឃើញមានផ្លូវដើរដែលតភ្ជាប់ទៅកាន់គោបុរៈទី2ហើយនៅអមសងខាងនៃផ្លូវដើរនេះគឺមានលម្អទៅដោយគូទឹកដ៏ធំមួយដែលព័ទ្ធជុំវិញតំបន់ស្នូលខាងក្នុងនៃប្រាសាទតួយ៉ាងនៅពេលដែលយើងដើរឆ្លងផុតនៃគោបុរៈទី2នេះយើងនឹងសង្កេតឃើញមានគោបុរៈទី1ហើយនៅចំពីមុខនៃគោបុរៈទី1នេះគឺយើងនឹងសង្កេតឃើញមានប្រាង្គប្រាសាទចំនួន3ដែលសង់រៀបគ្នាជាជួរយ៉ាងត្រដែតនៅលើខឿនតែមួយជាន់ហើយនៅចំពីមុខនៃតួប្រាសាទនេះគឺមានអគារបណ្ណាល័យចំនួន2ដែលនៅអមសងខាងយ៉ាងសមសួនផងដែរជាចុងក្រោយនៅក្បែរនៃគោបុរៈទី1នេះគឺយើងសង្កេតឃើញមានសំណង់បន្ទប់វែងៗដែលពុំទាន់តភ្ជាប់គ្នានៅឡើយហើយនឹងមានកំពែងព័ទ្ធជុំវិញនៅជិតនៃគោបុរៈនេះផងដែរលក្ខណៈស្ថាបត្យកម្មប្រាសាទបន្ទាយស្រីចំពោះប្រាសាទបន្ទាយស្រីនេះផងដែរគឺជាប្រភេទប្រាសាទដែលមានខឿនតែមួយជាន់សាងសង់ឡើងដើម្បីឧទ្ទិសថ្វាយទៅដល់បុព្វបុរសនិងអធិទេពនៅលើខឿននៃប្រាសាទនេះគឺមានប្រាសាទ3រៀងគ្នាជាជួរនៅលើខឿនតែមួយជាន់ហើយចំពោះការសាងសង់ដូចនេះផងដែរគឺទទួលឥទ្ធិពលមកពីស្ថាបត្យកម្មឥណ្ឌាបែបត្រាវិសិករៈដែលមានការសាងសង់ប្រាសាទចម្លងពីក្រោមទៅលើរៀងថ្នាក់ៗព្រមទាំងមានប្រាសាទចម្លងតូចៗសម្រាប់តុបតែងនៅតាមជ្រុងនៃថ្នាក់ដំបូលនីមួយៗផងដែរម្យ៉ាងវិញទៀតបើយើងសង្កេតមកមើលតួប៉មនៃប្រាសាទនីមួយៗវិញយើងសង្កេតឃើញថាប្រាសាទនេះគឺមានទ្វារអាចចេញចូលបានតែមួយច្រកគត់គឺច្រកទ្វារដែលបែរទៅទិសខាងកើតចំណែកឯច្រក3ទិសផ្សេងទៀតគឺសុទ្ធសឹងតែទ្វារបញ្ឆោតទាំងអស់លើសពីនេះស្ថាបត្យកម្មនៃប្រាសាទបន្ទាយស្រីគឺគេពុំមានធ្វើយ៉ដែលតភ្ជាប់ពីតួប្រាសាទនោះទេហើយចំពោះស្ថាបត្យកម្មណាដែលមានការសាងសង់ដោយធ្វើតួយ៉លយចេញមកខាងមុខគឺគេពុំមានធ្វើទ្វារបញ្ឆោតឡើយពោលគឺទ្វារទាំងអស់នោះអាចចេញចូលបានទាំង4ទិសហើយចំពោះការធ្វើទម្រង់បែបនេះផងដែរគឺមានតែនៅក្នុងអំឡុងសតវត្សទី12និងទី13តែប៉ុណ្ណោះបន្ថែមពីនេះទៅទៀតតួប្រាសាទ3ដែលរៀបគ្នាជាជួរនេះគឺជាកន្លែងដែលគេសម្រាប់តម្កល់បដិមាគោរពបូជាប្រាង្គកណ្ដាលនៃប្រាសាទត្រូវបានគេហៅថាគល់គ្រឹះដែលនៅចំពីមុខគល់គ្រឹះគឺជាបណ្ឌុកដែលតភ្ជាប់ដោយអន្ត្រល័ក្ខចំពោះបណ្ឌុកនេះផងដែរគឺជាកន្លែងដែលពួកមន្ត្រីក៏ដូចជាប្រជានុរាស្ត្រមកធ្វើការបង្គំគាល់ចំពោះព្រះអាទិទេពជំរាបសួរខ្ញុំបាទឈ្មោះឡែមសាពិសិដ្ឋនឹងមកធ្វើការអធិប្បាយតាក់ទងទៅនឹងរចនាបថនៅក្នុងប្រាសាទបន្ទាយស្រីដែលមានដូចជារចនាបថផ្តែរសសរពេជ្រហៅជាងនិងការវិវត្តការស្លៀកពាក់របស់បដិមាប្រាសាទបន្ទាយស្រីត្រូវបានកំណត់ថាស្ថិតនៅក្នុងរចនាបថបន្ទាយស្រីនិងស្ថិតនៅចុងសតវត្សទី10នៃរជ្ជកាលព្រះបាទជ័យវរ្ម័នទី5ហើយការកំណត់នៃរចនាបថបន្ទាយស្រីនេះគឺមើលទៅតាមការវិវត្តនៃក្បាច់រចនាដែលខុសប្លែកពីរចនាបថមុនហើយថែមទាំងមានលក្ខណៈពិសេសផ្ទាល់ខ្លួនផងដែរអំពីរចនាបថផ្តែរ
ផ្តែរដែលនឹងលើកយកមកបង្ហាញជាគំរូគឺផ្តែរនៅលើទ្វារបញ្ឆោតទិសខាងជើងនៃតួប៉មខាងជើងរបៀបសង្កេតមើលផ្តែរទី1យើងមើលទៅលើក្បាច់ស្លឹកឈើដែលមានរាងដូចទំពក់មានលម្អពីខាងលើនិងខាងក្រោមកម្រងមែកឈើថែមទាំងមានរូបប្រការឬចម្លាក់រឿងនៅចំកណ្ដាលកម្រងមែកឈើក៏ដូចជាមានទម្របការឈប់នៅពីខាងលើផងដែរចំពោះលក្ខណៈពិសេសវិញគឺមានប្រព័ន្ធបែងចែកខណ្ឌ 1/2 និង 1/4 នៃផ្តែរនៅត្រង់ 1/2 នៅចំកណ្ដាលកម្រងមែកឈើបាក់ចុះឬកោងចុះក្រោមខ្លាំងនៅត្រង់ 1/4 មានរូបក្បាលសត្វឬប្រការខំរំយោលយ៉ាងធំនៅលើមែកឈើចំពោះផ្តែរនេះវិញគឺមានលក្ខណៈដូចគ្នាទៅនឹងផ្តែរមុនដែរគ្រាន់តែដូររូបប្រការនៅត្រង់ 1/4 មកជាសត្វគ្រុឌវិញតែប៉ុណ្ណោះហើយជាចុងក្រោយគឺមានការលេចឡើងនៅក្បាច់លម្អថ្មីដែលមានលក្ខណៈជាត្របកឈូកត្រស្លឹកដែលមានរាងដូចគប់ភ្លើងលើពីនេះក៏មានផ្តែរផ្សេងទៀតដែលមានភាពខុសគ្នាតែបន្តិចបន្តួចតែប៉ុណ្ណោះពីផ្តែរមុនគឺនៅត្រង់ការយកសត្វមកដែលបែរចូលក្នុងខ្ជាក់កម្រងមែកឈើនិងខ្ជាក់សឹងហើយថែមទាំងមានមនុស្សជិះលើសត្វមកទាំងសងខាងទៀតផងដែលនេះជាលំនាំនៃរចនាបថមុនដូចជាថាឡាបរិវត្តនិងសម្បូរព្រៃគុកជាដើមអំពីសសរពេជ្រនៅប្រាសាទបន្ទាយស្រីគឺមានការយកលំនាំពីរចនាបថមុនអង្គរដោយមានការធ្វើសសរពេជ្រជារាងមូលឡើងវិញប៉ុន្តែក៏មានការធ្វើសសរពេជ្រជារាង4ជ្រុងផងដែររបៀបនៅក្នុងការសង្កេតមើលសសរពេជ្រទី1យើងត្រូវសង្កេតមើលលើក្បាលសសរនិងជើងសសរដែលនៅលើក្បាលសសរនោះមានលម្អក្បាច់ផ្កាឈូកនៅចន្លោះកលាស័ករាងប៉ោងហើយមូលបន្ទាប់មកយើងសង្កេតមើលត្រង់ប្រព័ន្ធបែងចែក 1/2 នៃសសរពេជ្រនៅចំកណ្ដាលមានពេជ្រជ្រុងដែលមានលម្អក្បាច់ចក្រច័ន្ទនៅខាងក្នុងមានក្បាច់ផ្កាឈូកនៅចន្លោះពេជ្រជ្រុងហើយថែមទាំងមានក្បាច់ស្លឹកឈើរាងត្រីកោណមានទំហំស្មើគ្នានៅអមក្បាច់រង្វាន់ទាំងលើនិងទាំងក្រោមជាពិសេសមានក្បាច់រំយោលតូចៗនៅចន្លោះក្បាច់ស្លឹកឈើទៀតផងម្យ៉ាងវិញទៀតនៅត្រង់ 1/2 និង 1/4 នៃសសរពេជ្រគឺមានទំហំប្រហាក់ប្រហែលគ្នាដែលបន្តមកពីរចនាបថមុនដូចជាប្រែរូបជាដើមអំពីហៅជាងនៅក្នុងការសង្កេតមើលការវិវត្តនៃហៅជាងនៅប្រាសាទបន្ទាយស្រីយើងសង្កេតមើលទៅលើដងក្តារឬគូឌុដែលមានរាងកោងចេញចូលក្នុងយ៉ាងច្បាស់និងមានចុចនៅខាងចុងទៀតផងហើយនៅលើដងក្តារវិញមានលម្អក្បាច់ពងត្រីនិងចក្រច័ន្ទជាដើមលើពីនេះទៅទៀតយើងសង្កេតឃើញនៅលើដងក្តារមានលម្អក្បាច់ស្លឹករការាងជាថ្នាក់និងនៅខាងក្នុងផ្ទៃហៅជាងឬផ្ទៃក្តារពេលខ្លះគេឆ្លាក់ជាក្បាច់ស្លឹកឈើធំជួនកាលគេឆ្លាក់ជាចម្លាក់រឿងជាលម្អផងដែរចំពោះចុងក្តារគេនៅនិយមឆ្លាក់រូបមកឆ្នៃតែមានខ្ញាក់នាគឬខំរំយោលផងដែរបន្ថែមពីនេះក៏មានការលេចចេញនៅធ្នឹមជាក្បាច់ទម្រផ្កាឈូកជាដើមអំពីបដិមាការស្លៀកពាក់របស់បដិមានៅក្នុងរចនាបថបន្ទាយស្រីមានលក្ខណៈខុសប្លែកម្យ៉ាងពីរចនាបថមុនដូចជាចំពោះបដិមាប្រុសយើងសង្កេតឃើញមើលទៅលើការស្លៀកពាក់ក្បិនគឺមានក្បាលក្បិនឬក្បាលសំឡុយលៀនចេញមកខាងក្រៅសំចុងចុះក្រោមនិងមានជាសំពត់នៅផ្លូវខាងស្ដាំសំចុងចុះក្រោមផងដែរមួយវិញទៀតមានថ្នាក់សំពត់នៅផ្លូវខាងឆ្វេងក៏ដូចជាមានពាក់ខ្សែក្រវ៉ាត់ទៀតផងហើយចំពោះផ្ទៃសំពត់វិញគឺឥតមានផ្នត់ឡើយចំពោះទម្រង់មុខវិញមានមុខមូលចិញ្ចើមត្រង់ច្រមុះស្រួចបបោមាត់ក្រាស់ហើយមានរាងកាយស្រឡូននិងឈរភ័ក្ត្រត្រាំងផងដែរចំពោះការសង្កេតមើលចតាមកតម៉ូតសក់របស់អ្នកបួសគឺមានការបួងសក់ឡើងទៅលើរួចចងហើយទម្លាក់ចុះក្រោមរាងជាអក្សរយូដែលមានលក្ខណៈមានរបៀបរៀបរយជាជួរពីឆ្វេងទៅស្ដាំពីក្រោមឡើងលើទៀតផងចំពោះបដិមាស្រីការស្លៀកពាក់របស់បដិមាស្រីយើងសង្កេតឃើញថានៅកណ្ដាលសំពត់មានជាភ្លីនិងមានក្បាលសំពត់លៀនចេញក្រៅសំចុងចុះក្រោមរាងដូចត្រប់ស្រដាយលើពីនេះមានខ្សែក្រវ៉ាត់ថែមទាំងមានរំយោលនិងកម្រងមាលានៅខាងក្រោមខ្សែក្រវ៉ាត់ទៀតផងជាចុងក្រោយសង្កេតឃើញថាផ្ទៃសំពត់គឺអត់មានផ្នត់ឡើយចំពោះទម្រង់មុខឃើញថាមានទម្រង់មុខមូលចិញ្ចើមត្រង់ច្រមុះស្រួចបបោមាត់ក្រាស់មានត្រចៀកវែងថែមទាំងមានការក្រងសក់រួចបួងទៀតផង
ជំរាបសួរនាងខ្ញុំឈ្មោះលឿនធីតាមកធ្វើការអត្ថាធិប្បាយអំពីរូបចម្លាក់និងបដិមាហើយរូបចម្លាក់ទាំងអស់នោះផងដែរមានដូចជារូបកញ្ចលស្មីឧមាមហេស្វរៈព្រះសិវៈនិតរាជព្រះអិននិងព្រះវិរុណផងដែររូបកញ្ចលស្មីដោយរូបកញ្ចលស្មីនេះផងដែរគឺជារូបដែលតំណាងឲ្យភាពសម្បូរសប្បាយភាពមង្គលយើងអាចសង្កេតឃើញយ៉ាងច្បាស់នោះគឺមានរូបលក្ស្មីនៅចំកណ្ដាលដៃកាន់ផ្កាឈូកមានដំរីកញ្ចក់ឈរអមសងខាងធ្វើការប្រើប្រាស់ប្រម៉ោយធ្ពក់ថោទឹកស្រង់ទឹកស្រោចស្រពឲ្យលក្ស្មីរូបនេះនិយមឆ្លាក់នៅតាមប្រាសាទនានាជាពិសេសនៅលើខ្លោងទ្វារចូលប្រាសាទរូបនេះផងដែរតាក់ទងទៅនឹងភាពសម្បូរសប្បាយគឺក្នុងន័យថ្វាយពរឲ្យអ្នកឲ្យមានភាពមង្គលសម្បូរសប្បាយភោគផលដល់អ្នកគ្រប់គ្នារូបឧមាមហេស្វរៈរូបនេះផងដែរយើងអាចសង្កេតឃើញព្រះឧមាស្ថិតនៅក្បែរឬគង់នៅលើផ្លូវព្រះសិវៈជានិច្ចដែលតំណាងឲ្យភាពតែមួយអត្វតៈគឺរូបភាពព្រះសិវៈនៅជាមួយព្រះឧមាជានិច្ចរូបនេះក៏បង្ហាញឲ្យឃើញពីលទ្ធិសត្តិគឺការជឿទៅលើអតិទេពស្រីផងដែរដោយសារតែមានឥសីម្នាក់ឈ្មោះប្រង្គិមិនបានគោរពព្រះឧមាតែបែរជាគោរពតែព្រះសិវៈតែមួយហើយត្រូវបានព្រះឧមាខឹងសម្បាហើយត្រូវបានដាក់បណ្ដាសាឲ្យឥសីប្រង្គិនេះមានរូបកាយស្គមស្គាំងដែលសល់តែស្បែកដណ្ដប់ឆ្អឹងពីព្រោះដោយសារតែបើធៀបទៅនឹងសាច់និងឆ្អឹងគឺព្រះឧមាជាសាច់ហើយឆ្អឹងនឹងប្រៀបដូចជាព្រះសិវៈដូច្នេះហើយទើបត្រូវតែមានទាំងពីរមិនអាចបាត់មួយណាបានឡើយរូបសិវៈនិតរាជឬព្រះសិវៈរាមត្រូវបានគេចាត់ទុកថាជាព្រះដែលធំជាងគេជាអ្វីៗគ្រប់យ៉ាងរបស់ចក្រវាឡជាផ្នែកមួយនៅក្នុងលទ្ធិសិវនិកាយចាត់ទុកជារូបដែលខ្ពង់ខ្ពស់បំផុតនៅពេលដែលព្រះសិវៈមានចលនារាំគឺជាការបង្កើតលោកនៅពេលដែលព្រះសិវៈឈប់រាំពិភពលោកក៏គ្មានចលនាឬដំណើរការផងដែរព្រះសិវៈមានការរាំ3កន្លែងគឺការរាំនៅលើឋានសួគ៌តលវៈឬព្រៃប្រោះនិងនៅនិទានឬបច្ឆាទ្រង់បង្ហាញបច្ចេកកិរិយាទី1គឺដំរុគឺស្គរពីងពាំងជាឧបករណ៍ភ្លេងគឺតំណាងឲ្យការបង្កើតចក្រវាឡព្រោះចក្រវាឡកើតនៅចន្លោះការមានរូបនិងការមិនមានរូបភ្លើងនៅដៃខាងឆ្វេងគឺជាភ្លើងដែលតំណាងឲ្យការបំផ្លាញដៃខាងក្រោមធ្វើអភ័យមន្ត្រៈគឺជាការរក្សាលោកកច្ចៈហាត់គឺជាឧបសគ្គមិនឲ្យគេឆ្លងកាត់បានគឺមាយាដែលជាកលបិច្ចនិងព្រះបាទដែលជាការអនុគ្រោះនិងថែមទាំងមានបច្ចធាតុទាំង5ដែលមានដូចជាដីគឺជាមនុស្សទឿទឹកគឺគង្គាខ្យល់គឺជាសក់ភ្លើងគឺរស្មីភ្លើងអាកាសគឺប្រហាំងនៅខាងក្នុងធាតុទាំង5ជាសវត្រាជាគ្រប់យ៉ាងនៃចក្រវាឡស្រុកខ្មែរព្រះសិវៈរាំគឺរាំជាប់នៅនឹងដីរូបព្រះអិនគឺជាទេពនៃទិសខាងកើតទ្រង់មានឋានៈធំចំនួន3គឺទី1ព្រះអិនជាទេពនៃភ្លៀងទ្រង់ជាដំរីឯរវ៉ាន់ដែលមានក្បាល3ដែលជានិមិត្តរូបនៃមេឃភ្លៀងកាន់វជ្ជរៈគឺរន្ទះមានបរិវារ2គឺមារុតនិងរន្ត្រាទី2ព្រះអិនជាទេពនៃសង្គ្រាមជាអ្នកដែលមានអំណាចជាលើកដំរីដែលជានិមិត្តរូបនៃអ្នកចម្បាំងហើយចំពោះទី3នោះគឺព្រះអង្គជាស្ដេចនៃពួកទេវតាទ្រង់ជាប្រធាននៃពួកទេវតាទាំង33អង្គហើយទ្រង់គ្រប់គ្រងឋានសួគ៌អមរាវតីលើពីនេះព្រះអិនត្រូវបានគេចាត់ទុកថាជាទេពខ្ពស់បំផុតនៅសម័យប្រវេតពីព្រោះទ្រង់ជាទេពនៃធម្មជាតិគឺភ្លៀងផ្គរនិងរន្ទះរូបព្រះវរុណគឺជាទេពនៃទឹកសមុទ្រដែលជាទេពប្រចាំទិសខាងលិចហើយចំពោះកតនភណ្ឌរបស់ទ្រង់មានបាសគឺជាប្រភេទខ្សែនិងមានពោះនិងកលាស័កដែលជាថោទឹកផងដែរហើយចំពោះយានជំនិះរបស់ទ្រង់នោះគឺជាសត្វហង្សទ្រង់មានមហេសីមួយព្រះអង្គព្រះនាមវរុនីព្រះអង្គមានតួនាទីជាទេពធំនៅសម័យប្រវេតគឺទេពនៃទឹកសមុទ្រក្រោយមកក្លាយជាទេពប្រចាំទិសខាងលិចផងដែរខ្ញុំបាទឈ្មោះហត្ថចន្ទាថ្ងៃនេះខ្ញុំនឹងលើកយករឿងទេវកថាចំនួន3រឿងមកបទបង្ហាញរួមមានទុរគាមហង្សាសារាមរតនីគ្រឹស្ណាត្រភ្នំកុរវត្តនៈនិងរឿងចុងក្រោយគឺរឿងក្រុងរៀបចាប់នាងសីតាគៀមហង្សាសារមរតនីគឺជាចំណាក់ដែលស្ថិតនៅហៅជាងបាយទៅទិសខាងលិចនៃខ្លោងទ្វារចូលប្រាសាទទាំង3នៃគូបរៈទី1
ទេវកថាទុរគាសម្រាប់អសុរៈក្របីមហិង្សាគឺជារឿងតំណាងឲ្យជ័យជំនះទៅលើអវិជ្ជានិងជានិមិត្តរូបនៃការសម្រេចមោសៈការដើមឡើយអសុរៈក្របីបានបំពេញតបៈបានសម្រេចនិងបានសម្ពរពីព្រះព្រហ្មកុំឲ្យខ្លួនស្លាប់ក្រោមដៃអ្នកណាទាំងអស់ក្រៅពីទេពស្រីឬមនុស្សស្រីទើបអាចសម្លាប់បានដែលអំណាចនៃពរនេះអសុរៈបានអបឡុកធ្វើឲ្យចក្រវាឡមានភាពចលាចលនិងគ្មានសម្ដាប់ធ្នាប់ដែលហេតុភេទនេះកើតឡើងគឺមានតែព្រះនាងទុរគាទេដែលអាចសម្លាប់អសុរៈនោះបានដោយព្រះនាងគឺទទួលបានកម្លាំងអំណាចរួមផ្សំពីទេពស្រីទាំងអស់នៅក្នុងលទ្ធិសន្តិមកសម្លាប់អសុរៈដែលជាក្របីដោយជិះលើតាវដែលមានឫទ្ធិអំណាចហើយបានកាត់ក្បាលក្របីទាញយកអសុរៈចេញទៀតផងទេវកថាព្រះក្រឹស្នាទ្រភ្នំគោរវត្តនៈចម្លាក់នេះស្ថិតនៅលើហោជាងហើយត្រូវបានតម្កល់ទុកនៅខាងស្ដាំដៃនៃផ្លូវចរគោបរៈទី4ឈុតឆាកនេះបានបង្ហាញនៅពេលដែលព្រះក្រឹស្នាបានប្រាប់ឲ្យអ្នកគង្វាលគោដែលជាអ្នកស្រុកឈប់គោរពព្រះឥន្ទហើយមកគោរពខ្លួនវិញដោយសេចក្តីជ្រាបដូច្នេះព្រះឥន្ទបានខឹងសម្បាក៏បានបង្អល់ព្យុះភ្លៀងឲ្យលិចលង់ភូមិស្រុកអស់រយៈពេល7ថ្ងៃ7យប់ថ្លែងពីព្រះក្រឹស្នាបានជ្រាបពីហេតុភេទដូចនេះទ្រង់ក៏លើកភ្នំគោរវត្តនៈមកទ្រទឹកភ្លៀងដោយដៃម្ខាងតែប៉ុណ្ណោះព្រះក្រឹស្នាបានឲ្យអ្នកស្រុកអ្នកគង្វាលគោមកជ្រកក្រោមភ្នំដើម្បីជៀសគ្រោះក្រោយមកទើបព្រះឥន្ទដឹងថាព្រះក្រឹស្នាជាអវតាររបស់ព្រះវិស្ណុចម្លាក់រឿងទេវកថាក្រុងរាពណ៍ចាប់យាងសេដាទេវកថានេះបានបង្ហាញនៅត្រង់ឈុតឆាកព្រះរាមព្រះលក្ខណ៍និងព្រះនាងសេដាយាងដល់ភ្នំចិត្រកូដនាថ្ងៃមួយនាងសុបនខាដែលជាប្អូនស្រីក្រុងរាពណ៍បានសុំស្នេហាពីព្រះលក្ខណ៍ដោយសេចក្តីមិនពេញចិត្តរបស់ព្រះលក្ខណ៍ទ្រង់ក៏បានកាត់កោកេសាច្រមុះនិងត្រចៀកនាងសុបនខាដែលសេចក្តីឈឺចាប់នាងសុបនខាបានយំរៀបរាប់និងញុះញង់ឲ្យក្រុងរាពណ៍ទៅចាប់នាងសេដាចេញពីព្រះរាមដែលនាងសេដាមានរូបឆោមស្រស់ស្អាតលើស្រីដទៃក្រុងរាពណ៍បានប្រើល្បិចឲ្យមហារាជប្រែក្រឡាទៅជាប្រើមាសទៅបញ្ឆោតព្រះរាមនិងនាងសេដាថ្លៃពីនាងសេដាដោយឃើញព្រះមាសនោះមានពណ៌មាសក៏កើតចិត្តចង់បានយកស្បែកមកប្រើប្រាស់រួចនាងបានអង្វរឲ្យព្រះរាមចេញទៅចាប់ព្រះមាសនោះដោយការអង្វរចង់បានរបស់មហេសីទៅហើយទ្រង់ក៏បានចេញទៅចាប់តាមបំណងនាងសេដាដោយទោះបានដឹងមុនទៅហើយថាអសុរៈប្រែក្រឡាមុនចាក់ចេញទ្រង់បានផ្ញើឲ្យព្រះលក្ខណ៍នៅការពារព្រះនាងសេដាមួយសន្ទុះក្រោយមកព្រះមាសនោះបានប្រើសំឡេងព្រះរាមហៅព្រះលក្ខណ៍ឲ្យជួយមុនចេញទៅជួយព្រះរាមព្រះលក្ខណ៍បានដាក់នាងសេដាជុំវិញទៅដោយសីមាដោយឃើញឱកាសល្អសម្រាប់ចាប់នាងសេដាក្រុងរាពណ៍ប្រែក្រឡាជាឥសីមកសុំទឹកពីនាងសេដាក្រោយមកនាងសេដាភ្លេចខ្លួនបានចេញពីរង្វង់សីមាក្រុងរាពណ៍ក៏ចាប់នាងសេដាទៅនគរលង្កាបាត់ទៅសរុបជារួមមកប្រាសាទបន្ទាយស្រីគឺជាប្រាសាទបុរាណខ្មែរដែលមានភាពល្បីល្បាញនិងលេចធ្លោដោយសារប្រាសាទនេះមានចម្លាក់ក្បូរក្បាច់រចនាដ៏ល្អប្រណិតនិងមានភាពស្រស់ស្អាតជាងគេមួយក្នុងចំណោមសិល្បៈខ្មែរផងដែរជាងនេះទៅទៀតប្រាសាទបន្ទាយស្រីត្រូវបានសាងសង់ឡើងពីថ្មភក់ពណ៌ផ្កាឈូកដែលធ្វើឲ្យក្បាច់ចម្លាក់មានភាពច្បាស់លាស់និងទាក់ទាញបើទោះបីជាទំហំប្រាសាទនេះមិនធំដូចប្រាសាទដទៃទៀតក៏ពិតមែនក៏ប៉ុន្តែមានសំណង់ដ៏រឹងមាំនិងមានរចនាបថស្ថាបត្យកម្មដែលល្អឯករីឯចម្លាក់នៅលើជញ្ជាំងទ្វារនិងហោជាងត្រូវបានឆ្លាក់យ៉ាងលម្អិតដែលបង្ហាញអំពីជំនាញខ្ពស់របស់សិល្បករខ្មែរនិងបានឆ្លុះបញ្ចាំងអំពីជំនឿសាសនារបស់ខ្មែរនៅសម័យនោះ